អូខេសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាតោះយើងមកបន្តមេរៀនមួយជាភាសាអង់គ្លេសថ្នាក់ទី5ទៀតនៅក្នុងវីដេអូនេះលោកគ្រូបន្តមកដល់ទំព័រទី71អញ្ចឹងយើងបន្តពី Unit 2 the shop the sports shop មកដល់ចំណុច C reading ណា reading យើងដឹងទាំងអស់គ្នាយើងប្រែថាអំណាចអូខេលេខ1 number 1 listen to your teacher and repeat ស្ដាប់គ្រូរបស់អ្នកហើយនឹងថាតាមអូខេឥឡូវយើងមើលអត្ថបទនេះទាំងអស់គ្នាជាមួយលោកគ្រូតើអញ្ចឹងអត្ថបទនេះវែងឬក៏ខ្លីបងប្អូនបាទគឺវែងរៀងវែងគួរសមណាអញ្ចឹងបងប្អូនចង់ចេះអានក៏ដូចជាចង់ចេះបកប្រែទេបាទប្រកាសជាចង់ណាបងប្អូនបើមិនចង់មិនចុចមើលវីដេអូនេះទេតោះឥឡូវដើម្បីឲ្យបងប្អូនចេះអានក៏ដូចជាចេះបកប្រែអញ្ចឹងលោកគ្រូសូមឲ្យបងប្អូនទាំងអស់គ្នាមើលដោយយកចិត្តទុកដាក់ណាអញ្ចឹងដំបូងឡើយគឺលោកគ្រូនឹងអានអត្ថបទនេះមកសារសិនបាទលោកគ្រូសូមណែនាំបន្តិចណាបាទអញ្ចឹងដំបូងគឺលោកគ្រូអានអត្ថបទអំណាចនេះមកសារសិនបងប្អូនអាចថាតាមលោកគ្រូហើយបន្ទាប់ពីលោកគ្រូអានមកសារហើយលោកគ្រូនឹងអានម្ដងទៀតជាមួយនឹងការបកប្រែអញ្ចឹងបងប្អូនកុំភ្លេចអានតាមលោកគ្រូហើយក៏ដូចជាមានប៊ិចមានសភៅដើម្បីកត់ត្រានៅការបកប្រែអត្ថបទអំណាចនេះណាកុំឲ្យភ្លេចតោះអញ្ចឹងយើងចាប់ផ្ដើមតែម្ដងកុំឲ្យខាត់ពេលចាប់ផ្ដើមMiss Jenny and Mr. Vota go shopping at the sports shop. They buy a football, 2 rackets, and 2 yo-yos at Mr. Supal's stall. They buy them for their children to play after school. Their daughter likes playing badminton with her friends.Their son likes playing football with his friends in his free time. Okay តោះតោះនេះបងប្អូនតោះឥឡូវបើអត់តោះយើងមើលម្ដងទៀតហើយក៏ដូចជាការបកប្រែណាលោកគ្រូនឹងបកប្រែក៏ដូចជាអានម្ដងទៀតបងប្អូនស្ដាប់តោះឥឡូវមើលទាំងអស់គ្នាដោយយកចិត្តទុកដាក់ Miss Jenny and Mr. Vota go shopping at the sports shop អូខេតើលោកគ្រូបកប្រែម្ដងមួយ Miss Jenny ណាអ្នកស្រីយើងប្រែថាអ្នកស្រី Jenny and ហើយនឹង Mr. Vota ហើយនឹងលោក Vota go shopping អូខេទៅទិញអីវ៉ាន់ណាយើងប្រែថាទៅទិញអីវ៉ាន់ at នៅឯណា at នឹងនៅឯ the sports shop នៅឯហាងលក់របស់របរកីឡាណាហាង shop នេះហាង sport នេះប្រែថាកីឡាអញ្ចឹងហាងកីឡាយើងប្រែហាងកីឡាអញ្ចឹងដូចជាមិនទំនងអញ្ចឹងយើងថាហាងដែលមានលក់របស់របរកីឡាណាតាក់ទងជាមួយនឹងកីឡាអូខេតោះអញ្ចឹងលោកគ្រូសូមអានបកប្រែមកទៀត Miss Jenny and Mr. Vota go shopping at the sport shop អ្នកស្រីចាន់នីហើយនឹងលោកវុធាហ្នឹងទៅទិញអីវ៉ាន់នៅឯហាងលក់របស់របរកីឡាអូខេតោះនេះបងប្អូនតោះឥឡូវបន្តទៀត They buy a football, 2 rackets and 2 yo-yos at Mr. Supal's stall អូខេតោះនេះវិញយើងមើលម្ដងមួយ They យើងប្រែថា They នេះយើងប្រែថាពួកគាត់ណាពួកគាត់ឬក៏ពួកគេបើសត្វឬក៏វត្ថុយើងពួកបើសត្វយើងប្រែថាពួកវាណាពួកវាប៉ុន្តែនេះគឺមនុស្សហើយយើងគួរសមគឺប្រែថាពួកគាត់ណាពួកគាត់ They ពួកគាត់ buy ទិញណាពួកគាត់ទិញ football បាល់មួយណាបាល់នេះគឺបាល់ទាត់ណា football នេះគឺបាល់ទាត់មួយ 2 rackets racket នេះអានថា
racket ក៏បានដែរណា racket ឬក៏ rackets ក៏បានដែរtwo rackets racket យើងដឹងហើយយើងប្រែថាកីឡាវាយសីណាកីឡាវាយសីបោះទៅវាយមកហ្នឹងណាបាទអញ្ចឹង two rackets កីឡាវាយសីហ្នឹងប្រាប់វាយសីទៅមកហ្នឹង2អូខេ and two yo-yos ហើយនឹងyo-yo 2ណា yo-yo 2អញ្ចឹងលោកគ្រូនេះ yo-yo លោកគ្រូបានប្រាប់ហើយ yo-yo ហ្នឹងលោកគ្រូអត់បកប្រែទេនេះដូចឲ្យមួយនេះ yo-yo នេះណា yo-yo យើងរៀនហើយកន្លែងនេះ yo-yo គឺតម្លាក់លើកណាអាហ្នឹងគេហៅថា yo-yo ប្រដាប់ក្មេងលេងណាអូខេ two yo-yo 2 add Mr. no air add ហ្នឹង no air Mr. Supal Stall អញ្ចឹងយើងប្រែពីនេះទៅវិញប្រែថាហាងរបស់ណារបស់លោក Mr. លោកសុផលអូខេហាងរបស់លោកសុផលអូខេលោកគ្រូចង្អុលចំអញ្ចឹងប្រហែលជាតន់ណាតោះឥឡូវម្ដងទៀតពីដើមមកវិញ They buy a football ពួកគាត់ទិញបាល់មួយ two rackets and two yo-yos បាទកីឡាវាយសីនឹង2ហើយនឹង yo-yo នឹង2 at Mr. Supal Stall no air ហាងរបស់លោកសុផលអូខេតោះយើងបន្តទៀត They buy them for their children to play up after school អូខេ They មើលម្ដងមួយ They ពួកគាត់ buy them buy តែង them កន្លែងនេះគឺថាពួកវាបាទពួកវានេះគឺអាវត្ថុនេះដូចជាបាល់ដូចជា racket ហើយនឹង yo-yo នេះអាហ្នឹងវត្ថុហ្នឹងយើងប្រែថាពួកវាណាអញ្ចឹងពួកគាត់ហ្នឹងតែងពួកវាតែងរបស់របរទាំងអស់ហ្នឹង for their children សម្រាប់ their របស់ពួកគាត់ children កូនអញ្ចឹងសម្រាប់កូនរបស់ពួកគាត់ណាអូខេ to play ដើម្បីលេងណាពួកគាត់លេងណាឲ្យកូនគាត់នឹងលេង after school ណាបន្ទាប់ពី after នេះប្រែថាបន្ទាប់ពី school ប្រែថាសាលារៀនបន្ទាប់ពីសាលារៀនប៉ុន្តែកន្លែងហ្នឹងយើងប្រែថាបន្ទាប់ពីសាលារៀនអត់ទំនងទេអញ្ចឹងយើងប្រែថាបន្ទាប់ពីកូនគាត់នឹងចេញពីសាលារៀនណាបន្ទាប់កូនគាត់ហ្នឹងគឺអត់រៀនចេញពីសាលារៀនមិនថាពេលទំនេរអត់រៀនសូត្រទេណាចេញពីសាលាមកបាទហូបបាយហូបទឹកហើយគឺលេងអាហ្នឹងហើយណាអូខេតោះម្ដងទៀត They buy them for their children to play after school ពួកគាត់ទិញរបស់របរទាំងនោះឬពួកវាហ្នឹងសម្រាប់កូនរបស់ពួកគាត់លេងដើម្បីលេងបន្ទាប់ពីចេញពីសាលារៀនអូខេតោះយើងបន្តទៀតជិតចប់ហើយ Their daughter likes playing badminton with her friends អូខេតោះយើងបកប្រែ Their របស់ពួកគាត់ទៀតណាបាទរបស់ពួកគាត់daughter យើងប្រាប់ daughter អានថា daughter ណា daughter ហ្នឹងកូនស្រីណាកូនស្រីរបស់ពួកគាត់ likes នេះប្រែថាចូលចិត្ត playing playing badminton ចូលចិត្តអីគេលេង badminton មានថាលេងវាយសីណាលេងវាយសី with her friend ជាមួយ with នេះជាមួយ her friends មិត្តភ័ក្តិណាមិត្តភ័ក្តិរបស់នាងណាតោះម្ដងទៀត Their daughter likes playing badminton with her friends កូនស្រីរបស់ពួកគាត់ចូលចិត្តលេងវាយសីជាមួយមិត្តភ័ក្តិរបស់នាងអូខេតោះនៅសល់មកល្បះចុងក្រោយយើងមើលទាំងអស់គ្នាណាចិត្តចប់ហើយបងប្អូនតោះកុំតអាថុយ Their son likes playing football with his friends in his free time អូខេ Their son កូនប្រុសរបស់ពួកគាត់ណា son នេះកូនប្រុស daughter នេះកូនស្រីណាកូនប្រុសរបស់ពួកគាត់ likes ចូលចិត្ត playing football លេងបាល់ទាត់ណា playing football ប្រែថាលេងបាល់ទាត់ with ជាមួយ his friend មិត្តភ័ក្តិរបស់គាត់ his នេះប្រែរបស់គាត់ដល់ពេល her នេះរបស់នាងបាទរបស់នាងរបស់គាត់នេះរបស់នាងត្រូវហើយណារបស់គាត់ in his free time នៅពេលទំនេរ in his free time ថានៅពេលទំនេររបស់គាត់តោះអញ្ចឹងលោកគ្រូសូមប្រែម្ដងទៀត hello one ញ៉ៃមិនចាស់ Their son likes
playing football with his friends in his free time កូនប្រុសរបស់ពួកគាត់ចូលចិត្តលេងបាល់ទាត់ជាមួយមិត្តភ័ក្តិរបស់ពួកគាត់ហ្នឹងគឺរបស់សាមនេះណាអូខេមានរបស់ពួកគាត់ឡើងមកដែរពុកឯង in his free time នៅពេលទំនេររបស់គាត់បាទប្រែទៅ one គ្នាដោយសារមានពាក្យដែលច្រើនដងណាតែសង្ឃឹមថាបងប្អូនតាន់អ្វីដែលលោកគ្រូបញ្យល់ដូចជាការបកប្រែណាបើអត់តាន់ទេបងប្អូនអាចមើលខាថយក្រោយម្ដងទៀតណាពួកឯងលោកគាត់បានអានម្ដងទៀតទេកុំឲ្យវីដេអូនេះវែងពេកណាអញ្ចឹងសម្រាប់វីដេអូនេះគឺលោកគ្រូយកតែមួយចំណុចហ្នឹងទេគឺចំណុច C reading ហើយសង្ឃឹមថាបងប្អូនចេះអានក៏ដូចជាចេះបកប្រែទាំងអស់គ្នាណាចឹងសម្រាប់វីដេអូនេះអស់ហើយមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការរៀនជាមួយលោកគ្រូហើយយើងនឹងជួបគ្នាសារជាថ្មីនៅក្នុងវីដេអូក្រោយៗ Goodbye